Facebook បាន update មកងារមួយគឺ video selfie នៅក្នុង Facebook ដែលអនុញ្ញាតឲ្យយើងងាយស្រួលក្នុងការយក account របស់យើងត្រឡប់មកវិញឬក៏ក្នុងករណីដែលបងប្អូនភ្លេច password គឺបងប្អូនអាចធ្វើការ selfie verify ជាមួយនឹងមុខរបស់យើងអញ្ចឹងកន្លែងតាក់ទងជាមួយនឹងការ update ថ្មីនេះគឺល្អមែនតើសម្រាប់បងប្អូនដែលអាសាភ្លេច password ឬក៏ថ្ងៃក្រោយទៅអាចនឹងបាត់ account អញ្ចឹងទៅគឺយើងអាចងាយស្រួលក្នុងការទាញត្រឡប់យក account Facebook របស់យើងត្រឡប់មកវិញអញ្ចឹងសម្រាប់វីដេអូនេះបងប្អូនដែលបានមើលកុំភ្លេចធ្វើការចែកម្លែកឲ្យបងប្អូនយើងដទៃទៀតគាត់បានដឹងផងបាទព្រោះវីដេអូនេះល្អមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បើកមុខងារ selfie វីដេអូនៅក្នុង Facebook ដើម្បីងាយស្រួលក្នុងការ log in ក៏ដូចជាទាញយក account របស់យើងត្រឡប់មកវិញក្នុងពេលអនាគតក្នុងករណីដែលមានបញ្ហាគឺបងប្អូនអាចធ្វើតាមវីដេអូមួយនេះបានតែខ្ញុំនឹងប្រាប់បងប្អូនពីមួយជំហានទៅមួយជំហានហើយអត់ពិបាកធ្វើទេបងប្អូនអញ្ចឹងឥឡូវនេះយើងទៅតាមដានវីដេអូមួយនេះជាមួយខ្ញុំទាំងអស់គ្នាតោះអញ្ចឹងដើម្បីយើងអាចចូលធ្វើនិងបើកមុខងារមួយនេះបានគឺបងប្អូនចុចកន្លែង profile menu នៅខាងក្រោមនេះមកហើយបងប្អូនចុច setting នៅខាងលើនេះអាកន្លែងរូបស្ពឺហ្នឹងណាបាទបន្ទាប់មកបងប្អូនចុចលើ account center នេះមករួចហើយបងប្អូនចុចលើ password and security ខាងលើនេះចឹងកន្លែងនេះមានពាក្យថា verification selfie បាទមានថាការបញ្ជាក់ដោយការ selfie ចឹងយើងចុចលើវាមកចឹងយើងចុចលើ account Facebook យើងមកអញ្ចឹងតើតើជាមួយនឹងsave a verification selfie for profile recovery ដើម្បីទាញយក account របស់យើងក្នុងករណីដែលយើងមានបញ្ហាភ្លេច password ឬក៏មានបញ្ហាអីមួយអញ្ចឹងវាប្រាប់ថា video selfie របស់យើងហ្នឹងគឺដើម្បីកំណត់តកតងជាមួយនឹងអត្តសញ្ញាណរបស់យើងតែប៉ុណ្ណោះគឺដើម្បីបញ្ជាក់ទៅលើ security ហើយវីដេអូហ្នឹងគឺអត់ឃើញនៅក្នុង profile របស់យើងទេហើយចំពោះវីដេអូហ្នឹងយើងអាចធ្វើការលុបឬក៏ update ពេលណាដែលយើងចង់បានអញ្ចឹងកន្លែងនេះគឺការ selfie ហ្នឹងគឺអត់មានបញ្ហាទេបងប្អូនគឺវាគ្រាន់តែ store ដើម្បីទុក verify ជាមួយនឹង account របស់យើងទេបន្ទាប់មកបងប្អូនចុចលើពាក្យថា next មកអញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើការ confirm it is you the same way you unlock your device អញ្ចឹងយើងចុចលើ continue នេះមកចានេះខ្ញុំ verify មួយមុខខ្ញុំតិចសិនបាទអញ្ចឹងតកតងជាមួយនឹងការ selfie ហ្នឹងគឺយើងត្រូវមើលកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់បាទអញ្ចឹងយើងអាចធ្វើការ selfie មក start selfie មកអូខេអញ្ចឹងវាបានធ្វើការ selfie ហើយវា upload ចូលហើយអញ្ចឹងយើងរងចាំវាបន្តិចទៅបាទអូខេអញ្ចឹងមានថាវីដេអូរបស់យើងវាបាន save ទុកហើយបាទអញ្ចឹងយើងចុចដានមកបាទអានេះអត់អីទេយើងគ្រាន់អូសចោលមកអញ្ចឹងកន្លែងនេះយើងបានចុចហើយនេះបងប្អូននេះយើងបាន verify ហើយអញ្ចឹងនេះយើងបាន update បើយើងចង់ update យើង update selfie នេះមកហើយបើយើងចង់លុបវិញបងប្អូនចុចលើ delete selfie នេះមកអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំចង់ចែកម្លែកបងប្អូនតែប៉ុណ្្នឹងទេហើយយើងថយមកវិញមកបាទអូខេបងប្អូនបន្ទាប់ពីបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយសូមកុំភ្លេចជួយធ្វើការចុច like follow និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យអ្នកផ្សេងគាត់បានចេះនឹងដឹងផងសូមអរគុណ